ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ vlog រសារញ៉េរបស់ខ្ញុំដែលផុសវីដេអូចម្រុះតែម្ដងហើយថ្ងៃនេះដែរគឺខ្ញុំមកបានទៅបេះភេងជាមួយនឹងបងប្អូនរបស់ខ្ញុំគឺចំថ្ងៃសៅរ៍ដោយសារតែថ្ងៃសៅរ៍ហ្នឹងខ្ញុំត្រូវទៅទេហងអញ្ចឹងទៅខ្ញុំទៅបេះភេងហងដោយសារតែខែហ្នឹងគឺសបោភេងតែម្ដងហើយនេះគឺគេដាំចលែកចាហើយខ្ញុំឃើញចលែកហ្នឹងវាផ្លែ1 2 1ចាហើយបន្តមកទៀតខ្ញុំក៏បានឃើញផ្លែវាមួយនោះវាយ៉ាងធំដែរតមកក៏ខ្ញុំស្រេចចិត្តថាបេះមួយយកទៅភ្លក់តែម្ដងទៅហើយបន្ទាប់ពីនឹងខ្ញុំក៏បានរៀបសក់របស់ខ្ញុំដោយសារសក់របស់ខ្ញុំវាមានអារម្មណ៍ថាអាលងពេកខ្ញុំចាប់ដើមចងម្ដងទៀតហើយខ្ញុំចាប់ដើមបេះភេងតែម្ដងដូចបងប្អូនទាំងអស់គ្នាបានឃើញស្រាប់ចឹងគឺផ្លែទុំពេញដើមតែម្ដងគាត់ថាវាយ៉ាងនៅខ្ចីខ្លះដែរបើសិនជាខ្ញុំមកទៅក្រោយទៀតអាចនឹងទុំពេញដើមហើយភេងហ្នឹងគេហៅឈ្មោះថាភេងដោះកបីការពីវាផ្លែមិនដំបងអានេះដើមរៀងយូរឆ្នាំដែរការពីមុនគឺផ្លែវាធំហើយវាសបោសាច់ដល់វាកាន់ឆ្នាំយូរទៅវាអត់សូវមានសាច់ទេវាសុទ្ធតែឆ្អឹងហ្នឹងមានន័យថាវាសុទ្ធតែខប់តែពីច្រើនអ្នកនៅនេះគេហៅឆ្អឹងអញ្ចឹងហើយបន្តមកទៀតខ្ញុំក៏ចាប់ដើមបេះព្រីងហើយនេះគឺជាវីដេអូដែលខ្ញុំបានថតម្ដងទៀតនៅដើមមកខាងទៀតគឺទុំច្រើនដែរវាអត់សូវមានខ្ចីមកដែរដើមពីមុនរៀងខ្ចីជាងច្រើនវា50%ខ្ចី50%ទុំចឹងណាតែដើមនេះគឺវារៀងទុំច្រើនហើយខ្ញុំមកថតវីដេអូឲ្យអ្នកគ្នាមើលនេះហើយបន្ទាប់ពីហ្នឹងខ្ញុំក៏គិតថាខ្ញុំចង់ឡើងតិចដោយសារតែយើងរៀងធំដែរអញ្ចឹងណាខ្លាចខាត់តុកអីតែចុងក្រោយគឺសម្រេចចិត្តថាឡើងរត់ដែរខ្ញុំចង់ឡើងដោយសារតែបើមេឃsorry អ្នកទាំងអស់គ្នាបើមេឃវាថងទៅយើងពិបាកឡើងតែនេះមេឃវាមានមេឃធៀងមានអីចឹងទៅនិយាយខុសទៀតហើយដើមវាមានមេឃធៀងអញ្ចឹងទៅយើងងាយស្រួលក្នុងការឡើងពួកឯដោយសារយើងជន់ហើយនឹងការយកមានមេឃធៀងសម្រាប់កាន់អញ្ចឹងណាប៉ុន្តែបើដើមខ្លះទៀតវាថងឆ្កើងតែម្ដងហើយយើងត្រូវមានធ្នើឡើងអីចឹងណាអញ្ចឹងខ្ញុំអត់ចេះឡើងទេខ្ញុំចេះឡើងតែមេឃដែលដើមដែលមានមេឃធៀងមិនចេះឡើងចាហើយវីដេអូនេះនិយាយរឿងខុសតិចហើយដោយសារតែខ្ញុំបញ្ចូលសំឡេងយកតែម្ដងខ្ញុំអត់បានសេ script សេអីទេអញ្ចឹងសូមអភ័យទោសអរអ្នកទាំងអស់គ្នាផងចាតែខ្ញុំឡើងទៅធំហ្នឹងទេអត់ហ៊ានឡើងដល់ចុងទេដោយសារតែខ្លាចពេលដែលចុះវិញគឺរកកន្លែងចុះអត់ឃើញហើយណាមួយទៀតក៏ខ្ញុំមិនហ៊ានឡើងអីណាដែរដោយសារយើងរៀងធំដែរអញ្ចឹងយើងស្រឡាញ់ខ្លួនឯងនិយាយបានថាយើងស្រឡាញ់ខ្លួនឯងយើងខ្លាចមានបញ្ហាអីកើតឡើងមួយតែដោយសារតែដើមភេងនេះពេលដែលយើងឡើងទៅវាមានផ្លែដែរមានផ្លែកន្លែងដែលយើងឡើងចឹងទៅភេងខ្លះទៀតវាអត់មានផ្លែចឹងទេវាផ្លែចុងឲ្យយើងតម្រូវឲ្យយើងនឹងឡើងមេឃវាទៀតចឹងវារឿងប្រហែលតិចហើយណាមួយទៀតមេឃភេងវារឿងស្រួយអញ្ចឹងទៅវាឆាប់បាក់ណាពេលដែលយើងឡើងស្រួលអីហ្នឹងបាក់លើហ្នឹងចឹងអត់ការទេហើយខ្ញុំដោយសារតែខ្ញុំបញ្ចូលសម្លេងនំពេញអញ្ចឹងទៅឮសម្លេងរំខានអញ្ចឹងទៅសូមអភ័យទោសអ្នកនរគ្នាម្ដងទៀតបើសិនជាស្ដាប់សម្លេងខ្ញុំទៅអត់សូវឮឬក៏មានអីរំខានអញ្ចឹងចាដោយសារតែខ្ញុំនំពេញអញ្ចឹងទៅខ្ញុំក៏បញ្ចូលសម្លេងនំពេញតែម្ដងទៅបើសិនជាពុកម៉ែបងប្អូនសួរថាសប្បាយអត់គឺសប្បាយខ្លាំងតែម្ដងដោយសារតែទេសភាពយើងលក្ខណៈបែបស្រុកស្រែហើយមួយទៀតទៅមេឃអត់ក្តៅទេមេឃវារៀងអងឹតដូចយប់ប៉ុន្តែខ្ញុំបេះពេលព្រឹកទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកគ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ